រកស៊ីធ្វើការរាប់ឆ្នាំមិនឃើញសល់លុយសោះដើរតាមមួយក្បាច់នេះធានាលុយមិនងាយរត់ចោលហាប៉ៅដូចមុនទៀតក្បួន40-30-20ជាបច្ចេកទេសនៃការគ្រប់គ្រងប្រាក់ចំណូលហិរញ្ញវត្ថុរបស់អ្នកយ៉ាងមានប្រសិទ្ធភាពនិងអាចកែតម្រូវស្ថានភាពហិរញ្ញវត្ថុរបស់អ្នកក្បាច់នេះអាចជួយបែងចែកការចំណាយទៅតាមប្រភេទច្បាស់លាស់ជាងមុនហើយធ្វើឲ្យការគ្រប់គ្រងហិរញ្ញវត្ថុមានលំនឹង 40% នៃប្រាក់ចំណូលរបស់អ្នកគេចង់សម្ដៅទៅដល់អ្វីដែលជាតម្រូវការចាំបាច់ទូយ៉ាងដូចជាជួលផ្ទះថ្លៃទឹកភ្លើងសេវាអ៊ីនធឺណិតកម្ចីទិញលំនៅឋានម៉ូតូរថយន្តក៏ដូចជាម្ហូបអាហារប្រចាំថ្ងៃជាដើម 30% គឺគេចង់សម្ដៅទៅលើចំណង់ឧទាហរណ៍ដូចម្ដងម្កាលអ្នកក៏ត្រូវចំណាយញ៉ាំអាហារនៅខាងក្រៅមើលកុនកំសាន្តហើយក៏នឹងត្រូវដើរទិញអីវ៉ាន់ផងដែរ 20% គឺសំដៅដល់ការចែករំលែកទៅកាន់សង្គមម្យ៉ាងអាចថានៅប្រទេសកម្ពុជាភាគច្រើនគោរពព្រះពុទ្ធសាសនាតែងតែឧស្សាហ៍មានកម្មវិធីបុណ្យតូចធំជារៀងរាល់ឆ្នាំដែលនោះក៏ត្រូវការចំណាយតាមបែបបទដូច្នោះផងដែរហើយដោយឡែក 20% នេះក៏អាចបដូរទៅជាការសន្សំប្រាក់សម្រាប់គោលដៅក្នុងជីវិតរបស់អ្នកក៏ថាបាន